សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel សេងហ៊ីសម្រាប់វីដេអូមួយនេះខ្ញុំនឹងធ្វើការចែករំលែកបងប្អូនពីរបៀបចូលទៅបិទមុខងារ private account អញ្ចឹងសម្រាប់បងប្អូនដែលលេង TikTok ហើយជាប់មុខងារ private account ហ្នឹងអញ្ចឹងរាល់ការលេង TikTok ឬក៏ផុសវីដេអូបាទបងប្អូនភាគច្រើនគឺអត់មានអ្នកឃើញទេអ្នក like អ្នក share ក៏ដោយបាទអត់មានទេបាទអញ្ចឹងវិធីសាស្ត្រចូលទៅបិទបងប្អូនគ្រាន់តែធ្វើការចូលជាមួយនឹង account TikTok យើងមករួចយើងធ្វើការចុចកន្លែងសញ្ញា profile របស់យើងបាទរួចហើយបងប្អូននឹងឃើញត្រង់ចំណុចខាងលើដែលគេជាប់រូបកូនសោឈ្មោះយើងហ្នឹងបងប្អូនឃើញជាប់រូបកូនសោបាទអញ្ចឹងត្រង់ចំណុចហ្នឹងហើយដែលធ្វើឲ្យ account របស់យើងហ្នឹងបាទរាល់វីដេអូការផុសរបស់យើងអត់មានអ្នក like អត់មានអ្នក share ហើយក៏អត់មានអ្នកចុចបេះដូងដែរគេមើលអត់ឃើញតែម្ដងអញ្ចឹងបើសិនជាបងប្អូនជាប់កន្លែងសញ្ញាកូនសោបែបហ្នឹងបងប្អូនគួរតែធ្វើការចូលទៅដោះមុខងារមួយហ្នឹងចេញដើម្បីការផុសវីដេអូលើកក្រោយគឺមានអ្នកឃើញច្រើនបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅបិទបាទមុខងារមួយហ្នឹងយើងចុចឲ្យកន្លែងសញ្ញាគូស3ខាងលើហ្នឹងបាទរួចហើយ scroll មកក្រោមបាទបងប្អូននឹងឃើញពាក្យខាងក្រោមដែលគេដាក់ថា setting and privacy អញ្ចឹងបងប្អូនចុចត្រង់ចំណុចមុខងារមួយហ្នឹងបាទបន្តមកទៀតយើង scroll មកក្រោមបន្តិចមកបងប្អូននឹងឃើញរូបកូនសោហើយដែលគេដាក់ថា private account បាទកន្លែងហ្នឹងគឺជាចំណុចសំខាន់នឹងឯងបងប្អូនធ្វើការចុចត្រង់ចំណុចហ្នឹងមកបាទនឹងឃើញខាងលើហ្នឹងគេដាក់ថា private account ឃើញពណ៌ QQ ឯងបាទអញ្ចឹងបើសិនជាបងប្អូនឃើញពណ៌ Q កន្លែងហ្នឹងគឺបងប្អូនគួរតែធ្វើការបិទមុខងារមួយហ្នឹងចេញតែម្ដងទៅអញ្ចឹងណាបាទអញ្ចឹងបងប្អូនគ្រាន់តែធ្វើការចុចទៅលើពាក្យ private account ហ្នឹងទៅបងប្អូនចុចកន្លែងពណ៌ QQ ហ្នឹងដើម្បីយើងធ្វើការបិទវាចេញណាបាទនៅពេលដែលយើងចុចទៅវានឹងបង្ហាញទម្រង់បែបនេះអញ្ចឹងខាងលើហ្នឹងក៏វាបញ្ជាក់ដែរអញ្ចឹងនៅពេលដែលយើងធ្វើការបិទមុខងារមួយហ្នឹងមានន័យថាអ្នក follow យើងហ្នឹងនឹងការផុសរបស់យើងហ្នឹងគឺឃើញជាលក្ខណៈសាធារណៈតែម្ដងអញ្ចឹងបងប្អូនគ្រាន់តែធ្វើការចុចកន្លែងចំណុចខមហ្នឹងបាទដែលខ្ញុំដាក់សញ្ញាសង្ខល់ហ្នឹងដែលគេដាក់ថា switch អញ្ចឹងបងប្អូនចុច switch account ហ្នឹងទៅបាទអញ្ចឹងaccount TikTok របស់យើងហ្នឹងគឺដំណើរការធម្មតាហើយរាល់ការផុសវីដេអូបាទមានអ្នក like មានអ្នក share និងសបោអ្នក follow របស់យើងច្រើនតែម្ដងបាទវីដេអូក៏មានត្រឹមតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកបងប្អូនអរគុណច្រើនជួបគ្នាវីដេអូក្រោយ